បាទជាបឋមខ្ញុំបាទសូមលំអរកាយគោរពនិងជំរាបសួរប្រិមិត្តនិងមិត្តទូទស្សនិកជនក៏ដូចជាបងប្អូនជនរួមជាតិខ្មែរដែលរស់នៅក្នុងប្រជាជាតិកម្ពុជាក៏ដូចជាក្រៅប្រទេសជាទីគោរពនិងជាទីនឹករលឹកសូមស្វាគមន៍មកកាន់នាទីចែករំលែកនៅព័ត៌មានក៏ដូចជាវីដេអូទាក់ទងទៅនឹងប្រវត្តិសាស្ត្រខ្មែរនៅថ្ងៃនេះផងដែរខ្ញុំបាទសូមធ្វើការអនុញ្ញាតចែករំលែកបាទទាក់ទងទៅនឹងបាទការស្លាប់របស់បងជីដូនមួយរបស់នួនជាតើបងប្អូនជីដូនមួយរបស់នួនជាតើនរណាជាអ្នកសម្លាប់បាទតើនួនជាឬក៏អ្នកផ្សេងហេតុអីនួនជាសម្លាប់បងជីដូនមួយខ្លួនឯងបាទតើព័ត៌មាននេះបងប្អូនធ្លាប់ឮដែរទន្ទេពីមុនមកហើយខ្ញុំជឿជាក់ថាបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនទៀតដែលគាត់ធ្លាប់សិក្សាប្រវត្តិសាស្ត្រលម្អិតគាត់ប្រកាសជាដឹងមូលហេតុនៃការសម្លាប់នេះដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំបាទសូមធ្វើការអនុញ្ញាតចែករំលែកនៅព័ត៌មានក៏ដូចជាវីដេអូនេះដើម្បីទុកជូនជាចំណេះដឹងដើម្បីឲ្យបងប្អូនជំនាន់ក្រោយក៏ដូចជាកូនចៅជំនាន់ក្រោយបានដឹងផងដែរលោកស៊ីវហេងត្រូវជាបងប្អូនជីដូនមួយបាទអ្នកខ្លះហៅថាឪពុកមាដោយសារតែខ្សែស្រឡាយខាងម្ដាយរបស់លោកនួនជាលោកគឺជាមេដឹកនាំខ្មែរយាកមិញដ៏មានឥទ្ធិពលមួយរូបក្នុងចំណោមមេដឹកនាំលេចធ្លោពីររូបទៀតគឺលោកទូសមុទ្រនិងលោកសឹងងក់មិញមេដឹកនាំទាំង3រូបនេះសុទ្ធតែជាអ្នកបម្រើការក្នុងចលនាកុម្មុយនីសឥណ្ឌូចិនដែលបង្កើតឡើងដោយហូជីមិញតាំងតែពីទសវត្សរ៍ឆ្នាំ1940ដើម្បីបង្កើតចលនាបដិវត្តន៍នៅក្នុងប្រទេសខ្មែរហើយក៏ជាពួកដែលបង្កើតចលនាបាក់ក្នុងរបបប៉ុលពតផងដែរក្រោយមកមេដឹកនាំខ្មែរយាកមិញទាំង3រូបនេះសុទ្ធតែត្រូវស្លាប់ក្រោមផែនការសម្ងាត់បាទរបស់លោកទូសមុទ្របាទត្រូវបានបាត់ខ្លួនបាទនិងសង្ស័យថាត្រូវបានក្រុមលោកប៉ុលពតលួចធ្វើឃាតខ្លះថាដាក់ថ្នាំបំពុលនៅក្នុងឆ្នាំ1962ដើម្បីបើកផ្លូវឲ្យលោកប៉ុលពតឡើងកាន់អំណាចជាលេខាបក្សលោកសឹងងក់មិញបានទទួលមរណភាពនៅទីក្រុងប៉េកាំងប្រទេសចិនក្នុងឆ្នាំ1972ក្រោមការសង្ស័យថាមានការរៀបចំផែនការកម្ចាត់ពីសំណាក់ក្រុមប៉ុលពតពេលលោកធ្វើដំណើរត្រឡប់មកពីទីក្រុងបាទហូជីមិញឬក៏ស្រុកយួនវិញនៅក្នុងឆ្នាំ1971នៅពេលដែលលោកប៉ុលពតនិងលោកនួនជាចាប់ផ្ដើមរៀបចំផែនការសម្ងាត់បាទដើម្បីផ្ដាច់ខ្លួនចេញពីឥទ្ធិពលវៀតណាមដោយលួចកម្ចាត់ពួកខ្មែរនិន្នាការវៀតណាមជាបណ្ដាលោកនួនជាធ្លាប់បានបញ្ជាឲ្យប្អូនស្រីរបស់ខ្លួនគឺអ្នកស្រីឡាវហិចរកឧបាយកលធ្វើយ៉ាងណាសម្រាប់លោកស៊ីវហេចោលបាទក្រោមបទចោទថាក្បត់បកដោយសារតែលោកស៊ីវហេងបានចោះចូលជាមួយនឹងរដ្ឋាភិបាលសង្គមរាស្ត្រនិយមតាំងពីឆ្នាំ1959ប៉ុន្តែប្អូនស្រីរបស់លោកមិនហ៊ានធ្វើឡើយរហូតមកដល់ថ្ងៃទី17ខែមេសាឆ្នាំ1975ពេលខ្មែរក្រហមវាយឈ្នះនិងគ្រប់គ្រងទីក្រុងភ្នំពេញផែនការកម្ចាត់សាច់ញាតិរបស់លោកនួនជាបានចាប់ផ្ដើមជាបន្តបន្ទាប់លោកនួនជាបានបញ្ជាឲ្យបាទយោធាយកបងប្អូនថ្លៃបាទរបស់ខ្លួនគឺវីរៈសេនីយ៍ឯកគឹមសានស័ក្តិ5នៃរបបលន់នល់ដែលត្រូវជាស្វាមីរបស់អ្នកស្រីភូពូនយកទៅសម្លាប់ចោលភ្លាមតម្ល៉េះចំពោះលោកស៊ីវហេងវិញក្នុងពេលនោះគាត់កំពុងសម្រាប់ព្យាបាលជំងឺពីការបាទស្លាប់មួយជំនាញខ្លួននៅក្នុងភូមិភាគពីរយប់មេភូមិភាគពីរយប់គឺលោកមូលសម្បត្តិហៅរស់ញឹមឬក៏តាកៅមិនទាន់ហ៊ានធ្វើអ្វីឡើយដោយសារដឹងថាលោកស៊ីវហេងត្រូវជាសាច់ញាតិជិតដិតរបស់លោកនួនជារស់ញឹមបានផ្ញើសារសួរនាំទៅលោកនួនជាមុនសិនបាទមួយខែក្រោយមកគឺនៅចុងខែឧសភាឆ្នាំ1975លោកនួនជាបានសម្រេចចិត្តយ៉ាងដាច់អហង្ការដោយបញ្ជាឲ្យសម្លាប់លោកស៊ីវហេងចោលបាទទទួលបានបញ្ជាភ្លាមលោកមូសម្បត្តិក៏បានចាត់តាំងឲ្យបាទគណៈឃុំជ្រៃខេត្តបាត់ដំបងទៅចាប់ខ្លួនលោកស៊ីវហេងលើផ្ទះក្នុងឃុំវត្តគោយកទៅ
សម្រាប់ចោលតកវិទ្យានៃនយោបាយបោះសម្អាតផ្ទៃក្នុងតាមបន្ទាត់នយោបាយរបស់ប៉ុល ពត និងនួនជាចាប់តាំងពីឆ្នាំ1971មកពួកគាត់មានគោលការណ៍សម្ងាត់មួយគឺកម្ចាត់ឥទ្ធិពលវៀតណាមលោកស៊ីហេងទូសមុទ្រនិងសឹងមិញគឺក្រុមខ្មែរយឹកមិញខ្មែរកុម្មុយនីសចំនួនចាស់ដែលស្និទ្ធនឹងវៀតណាមលើពីនេះលោកស៊ីហេងបានក្បត់បកទៅចុះចូលជាមួយសម្ដេចសីហនុនៅឆ្នាំ1959ដែលធ្វើឲ្យបណ្ដាញបកកុម្មុយនីសពេលនោះស្ទើរតែរលាយដូច្នេះក្នុងក្រសែភ្នែករបស់នួនជាលោកស៊ីហេងគឺជាជនក្បត់ជាតិទ្វេដងក្បត់បកទៅជួយស្ដេចនិងមាននិន្នាការយួនទើបបានជាគាត់ត្រូវតែសម្លាប់ទោះជាត្រូវជាសាច់ញាតិក៏ដោយបាទអញ្ចឹងលោកស៊ីហេងហ្នឹងគឺបាទជាបាទបងប្អូនរបស់នួនជាបាទអូខេអញ្ចឹងនេះគឺជារឿងរ៉ាវតាក់ទងទៅនឹងការស្លាប់បាទការស្លាប់របស់លោកបាទស៊ីហេងបាទដែលត្រូវជាបងប្អូនជីដូនមួយរបស់នួនជាបាទអរគុណចំពោះការចូលរួមតាមដានសម្ដាប់និងទស្សនានៅព័ត៌មានក៏ដូចវីដេអូនេះហើយនៅពេលដែលលោកអ្នកបានស្ដាប់ក៏ដូចទស្សនានៅព័ត៌មាននៅវីដេអូនេះបាទសូមលោកអ្នកជឿដោយបញ្ញាហើយវិភាគរកខុសត្រូវដោយខ្លួនឯងដោយអត់ធ្វើការគេតែជឿដោយបញ្ញាផងដែរបាទអូខេហើយខ្ញុំនឹងជួបពុកម៉ែបងប្អូនប្រជាប្រិមិត្តនិងមិត្តទូទាំងជនបងប្អូនជនជាតិខ្មែរទាំងនៅក្រៅប្រទេសឬក្នុងប្រទេសអាសាជាថ្មីម្ដងទៀតនៅក្នុងនីតិប្រវត្តិសាស្ត្រខ្មែរសម្រាប់គណៈឃ្លាឱកាសក្នុងពេលនេះខ្ញុំបាទក៏សូមអរគុណច្រើនហើយក៏សូមចូលរួមជូនពរដល់ប្រិយមិត្តទូទាំងជនបងប្អូនជនជាតិខ្មែរទាំងអស់ឲ្យជួបប្រទេសតែក្តីសុខក្តីចម្រើនលោកទទួលទានបាននិងមានសុខសុវត្ថិភាពគ្រប់គ្នារាល់ពេលលោកអ្នកធ្វើដំណើរកុំភ្លេចជួបគ្នានៅវីដេអូឬព័ត៌មានថ្មីៗទាក់ទងទៅនឹងប្រវត្តិសាស្ត្រខ្មែរនៅក្នុង channel របស់ខ្ញុំបាទតទៀតបាទ